សូមជូននីតិព្រះពុទ្ធសាសនានិងសង្គមនីតិនេះបង្កើតឡើងដោយព្រះមហាវណ្ណៈសម្បណ្ណោនៅវណ្ណាជាព្រះមេកតលេខ6និងព្រះមហាថាវរៈធម្មោសូរសុគន្ធកតលេខ6វត្តនួនមនីរាមហៅវត្តឋានហើយកម្មវិធីនេះមានគោលបំណងចង់ផ្សព្វផ្សាយព្រះធម៌និងការអប់រំតាមទ្រឹស្ដីនៃព្រះពុទ្ធសាសនាដល់ប្រជាពុទ្ធបរិស័ទទូទៅឲ្យមានសិលសមាធិនិងបញ្ញាសពបាសៈអករណੰកុសលសោបសម្បទាសច្ចតបរិយោទបណੰអេតាំងពុទ្ធានសាសនੰកិរិយាមិនធ្វើនៅបាបទាំងពួងមួយកិរិយាបំពេញកុសលមួយកិរិយាធ្វើចិត្តឲ្យល្អស្អាតផូរផង់មួយទាំងនេះជាពាក្យព្រានប្រដៅរបស់ព្រះពុទ្ធទាំងឡាយសពទានੰធម្មទានੰជានេតិសពរៈសោធម្មរសੰជានេតិធម្មទានរមែងឈ្នះអស់ទានទាំងពួងរស់ព្រះធម៌រមែងឈ្នះអស់នៅរស់ទាំងពួងអាស្រ័យហេតុនេះហើយសូមព្រះថេរានុថេរៈនិងពុទ្ធបរិស័ទតាមដានព្រះសណ្ដាប់និងស្ដាប់ដូចតទៅนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมមាសម្ពុទ្ធស្សៈទូព្រះបង្គំខ្ញុំព្រះអង្គសូមលើកំបងអញ្ជលីគោរពទិសដៅនមស្ការក្រាបថ្វាយបង្គំទិសដៅចំពោះគុណព្រះសម្មាសម្ពុទ្ធគុណព្រះធម៌ដែលជាយានិកធម៌ដឹកនាំចម្លងសត្វលោកឲ្យរួចចាកនៅសេចក្តីទុក្ខទាំងពួងសូមនមស្ការក្រាបថ្វាយគុណនៃព្រះសង្ឃបានដល់គុណព្រះសម្មាសង្ឃគុណព្រះអរិយសង្ឃដែលជារតនៈឯកដ៏ដងឧត្តមប្រសើរពងពោះនៅក្នុងលោកទូព្រះបង្គំខ្ញុំព្រះកូនណាម្ចាស់សូមនមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈមានសម្ដេចព្រះសង្ឃនាយកមានសម្ដេចព្រះសង្ឃនាយករងនិងនមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចគ្រប់ព្រះអង្គទៀតទូព្រះបង្គំខ្ញុំព្រះកូនណាម្ចាស់សូមលំអត់លំអោនកាយក្រាបថ្វាយបង្គំចំពោះព្រះមេគុណរាជធានីភ្នំពេញព្រះមនីកោសលខឹមសនជាព្រះគ្រូសោស្ដាំវត្តបតុមបតីរាជវរារាមសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះគ្រូចៅអធិការវត្តអនុនមនីរាមហៅវត្តឋានព្រមទាំងព្រះគ្រូសោតច្ដាំព្រះគ្រូសោតឆ្វេងនិងសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូធម្មវិបស្សនាមុនសាយព្រះអង្គគ្រូជាអគ្គនាយកវិទ្យុសំឡេងព្រះធម៌ទៀត 102.70 MHz សូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គអាត្មាភាពធ្វើនៅសេចក្តីចម្រើនពរសំណាក់សម្ដេចទ្រង់អាយដាមលោកជំទាវអស់លោកអ្នកអង្គញាញាតិញោមសាធុសប្បុរសប្រុសស្រីក្មេងចាស់ទាំងអស់ពោលហើយនៅក្នុងវេលាគ្រាឱកាសនេះទូព្រះបង្គំខ្ញុំព្រះកណអាត្មាភាពមានព្រះវត្តមានមួយអង្គពោលនៅក្នុងបន្ទប់ផ្សាយនេះពោលហើយថ្ងៃនេះទូព្រះបង្គំខ្ញុំព្រះកណអាត្មាភាពនឹងមានវិធានបទមួយដើម្បីបានលើកយកមកប្រកាសសម្ដែងចែកជូនដល់បកណាគុណម្ចាស់និងញាតិញោមទុកជាការតែរៃពិចារណាទាំងអស់គ្នានៅក្នុងបទអប់រំប៉ុណ្ណានឹងដើម្បីបានជាពូជនៃបញ្ញាកប់ទុកនៅក្នុងព្រះពុទ្ធសាសនារបស់យើងតទៅមុខទៀតផងហើយនឹងបានជាបញ្ញាចេះចាំនៅក្នុងបច្ចុប្បន្នជាតិនេះប៉ុណ្ណាបច្ចុប្បន្នកាលនេះនឹងហើយនឹងគឺដោយសារពីម្សិលមិញគឺការអាក់ខានប៉ុណ្ណានឹងការអាក់ខាន
មកចូលផ្សព្វផ្សាយសម្ដែងនៃពធពីម្សិលមិញគឺអាត្មាភាពមានការនិមន្តទៅខាងស្រុកគៀនស្វាយប៉ុណ្ណាស្រុកគៀនស្វាយខេត្តកណ្ដាលនឹងឯងគឺមានការនិមន្តអំពីសំណាក់លោកគ្រូអ្នកគ្រូនៅក្នុងវិទ្យាឋានប៉ុណ្ណាវិទ្យាឋានLCDI ប៉ុណ្ណានៅចិត្តវត្តតមុលនៅចិត្តសាគីយើងនឹងឯងប៉ុណ្ណាមានការនិមន្តឲ្យខ្ញុំប្រកាសអាត្មាភាពប៉ុណ្ណានឹងទៅផ្ដល់ឱវាទទាននៅសាសនាដល់បងប្អូនប៉ុណ្ណាដែលបានស្នាក់នៅនឹងសិក្សារៀននៅវិទ្យាឋាននោះនឹងហើយអញ្ចឹងបានមានការអាក់ខានមិនបានចូលមកបន្ទប់ផ្សាយនិងសូមអធិស្ឋានអំពីសំណាក់បតីទឹកចិត្តនិងបកណាគុណម្ចាស់និងញាតិញោមពុទ្ធបរិស័ទប៉ុណ្ណានឹងហើយនឹងចម្រើនពរនឹងថាញាតិញោមប៉ុណ្ណានឹងមានការយោគយល់ទាំងអស់គ្នាពរអធិស្ឋានទាំងតិចមានការលើកឡើងអាគុណម្ចាស់ថ្ងៃខ្លះចូលថ្ងៃខ្លះអត់អញ្ចឹងមួនទៅណាអញ្ចឹងទៅនឹងដោយការមានរវល់មានធុរៈរបស់ខ្លួនញាតិញោមណានឹងមិនថាប្រសង់មិនថាពុទ្ធបរិស័ទទេនឹងសិតតែមានធុរៈកិច្ចរបស់ខ្លួននឹងទោះអ្វីត្បិតតិចក្តីច្រើនក្តីនឹងទៅតាមអធិស្ឋានរបស់បុគ្គលម្នាក់រៀងខ្លួនរៀងព្រះអង្គប៉ុណ្ណានឹងបើហើយថ្ងៃនេះអាត្មាភាពនឹងលើកយកប្រធានបទប៉ុណ្ណាប្រធានបទយើងថ្ងៃនេះសម្ដែងតេតិនទៅនឹងតេជះបើតេជះនឹងឯងមានន័យយ៉ាងណាហើយមានប្រមាណញាតិញោមចាំស្ដាប់ទៅប៉ុណ្ណានឹងអាត្មាភាពនឹងសម្ដែងត្រង់អង្គធម៌គោលធម៌នេះមួយដើម្បីបាននៅសេចក្តីញាតិញោមចាប់បានបើហើយបញ្ញាសំទោសគឺតេជះមាន5យ៉ាងប៉ុណ្ណាតេជះនឹងគឺមានន័យសេចក្តីថាអំណាចឬមួយក៏ភាពអង្អាចភាពខ្លាំងក្លាឬមួយក៏សមត្ថភាពបុគ្គលម្នាក់ក៏ណាហើយអំណាចឬមួយក៏តេជះរបស់យើងវាគប់ផ្សំជាមួយនឹងផលអំពីអតីតនិងផលបច្ចុប្បន្នប៉ុណ្ណាផលបច្ចុប្បន្នកណាទៀតនឹងញាតិញោមគឺតេជះញាតិញោមទាំងអស់រមែងមានតេជះរៀងខ្លួនរៀងព្រះអង្គគ្រាន់តែវាមានទៅតាមតិចហើយនឹងច្រើនទៅតាមបរិស័យឬមួយក៏ផលរបស់ខ្លួនតែខ្លួនបានធ្វើនឹងសាព្រោះក៏ណាទីម្ចាស់បានសាព្រោះនឹងឯងហ្នឹងគឺជាអំណាចប៉ុណ្ណាអំណាចឬមួយក៏អធិពលឬមួយក៏ភាពអង្អាចឬមួយក៏ភាពខ្លាំងពូកែភាពប៉ិនប្រសប់របស់ខ្លួនក៏ណាទីម្ចាស់សំបីតែយើងញាតិញោមណាសំបីតែយើងសិក្សារៀនសូត្រនៅតាមសាលាក៏យើងមានភាពប៉ិនប្រសប់របស់ខ្លួនភាពខ្លាំងក្លារបស់ខ្លួនដែរនឹងអ្នកខ្លះបានបន្ទុកច្រើនអ្នកខ្លះបានបន្ទុកតិចដោយសារទីមួយគឺការខិតខំប្រឹងប្រែងរបស់ខ្លួនញាតិញោមណាកាលណាបើយើងខិតខំប្រឹងប្រែងរៀនសូត្រស្ដាប់គ្រូយកចិត្តទុកដាក់អានសិភៅស្ដាប់ឲ្យច្រើនទៅយើងរមែងមានបញ្ញាច្រើននិងផលរបស់យើងរមែងមានបញ្ញាច្រើនក៏ណាទៀតហើយកាលណាបើយើងមិនខិតខំប្រឹងប្រែងទេហើយយើងចាំឲ្យតែបានចាំឲ្យតែផលនឹងមករកខ្លួនគឺអត់ទេញាតិញោមប្រកាសណាគុណម្ចាស់ណាគឺវាគ្មានអ្វីដោយគ្មានការលះបង់ឲ្យមករកខ្លួនយើងទៅទេហ្នឹងគឺអត់ទេញាតិញោមបើលុះត្រាណាតែយើងនឹងលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តឬមួយក៏អ្វីផ្សេងទៀតទើបយើងបានផលមកវិញប៉ុណ្ណាទើបយើងបានផលមកវិញនឹងគ្មានផលណាដែលកើតឡើងដោយឯងនោះទេញាតិញោមណាដែលកើតឡើងឯងទេលុះត្រាណាតែយើងបំពេញលុះត្រាណាតែយើងធ្វើទើបវាបានផលមករកខ្លួនយើងវិញប្រកាសណាគុណម្ចាស់ទៀតនឹងយើងបានសិក្សាគឺណាបានសិក្សារៀនសូត្រនៅទស្សនវិជ្ជារបស់ព្រះសម្មាសម្ពុទ្ធជាមេរៀន
ប្រកបទៅដោយហេតុផលស្របដំណើរទៅជាមួយនឹងច្បាប់ធម្មជាតិក៏ណាទៀតនឹងស្របទៅមួយដំណើរច្បាប់ធម្មជាតិយើងបានសិក្សាហើយនឹងត្រង់នៃសេចក្តីហ្នឹងគឺថាផលទាំងឡាយទាំងពួងបានមកពីដោយសារការយើងលះបង់នឹងឲ្យលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងប្រាជ្ញាស្មារតីយ៉ាងណារបស់ខ្លួនក៏ណាទៀតម្ចាស់នឹងហើយបងឲ្យដេកជះនឹងមកពីពីថាដេកជោមកពីថាដេកជោនឹងបប្រាយជាខេមរៈរបស់យើងហ្នឹងគឺមានសេចក្តីអង្អាចក្លាហានឬមួយក៏សមត្ថភាពប៉ុណ្ណាឬមួយក៏សមត្ថភាពនឹងឯងហើយដេកជះទី1គឺគុណដេកជះគុណដេកជះគឺសំដៅទៅដល់គុណធម៌គុណធម៌របស់មនុស្សលោករបស់មនុស្សយើងប៉ុណ្ណាហ្នឹងហើយអញ្ចឹងកាលណាបងមនុស្សមាននៅគុណធម៌ដេកជះហ្នឹងវាមានចំពោះបុគ្គលនោះឯងប៉ុណ្ណាដេកជះហ្នឹងមានបុគ្គលនោះឯងទៅទីចិត្តទីឆ្ងាយទៅទីកន្លែងផ្សេងហ្នឹងមានការគោរពមានការគោរពស្រឡាញ់រាប់អានពីសំណាក់នៃមនុស្សម្នាអ្នកផងទាំងឡាយទាំងពួងក៏ណាគោរពស្រឡាញ់នឹងគុំអំណាចវាមានអំណាចបើនិយាយអំណាចវាមាន2អំណាចខាងក្នុងហើយនឹងអំណាចខាងក្រៅអំណាចខាងក្នុងហ្នឹងគឺសំដៅលើគុណនឹងឯងគឺគុណអតីតនឹងឯងគឺគុណធម៌គុណធម៌ដែលកើតឡើងពីសេចក្តីល្អពីសន្តានចិត្តល្អចេញពីខាងក្នុងប៉ុណ្ណានឹងចេញពីសភាពខាងក្នុងនឹងឯងប៉ុណ្ណានេះអំណាចខាងក្រៅអំណាចទី2គឺអំណាចខាងក្រៅគឺសំដៅទៅយកមុខងារទុនទីឋានៈលុយកាក់បុណ្យស័ក្តិនៅក្នុងសង្គមសពថ្ងៃក៏ណាទៀនម្ចាស់នឹងគឺអំណាចខាងក្រៅនឹងហើយប៉ុន្តែអំណាចខាងក្រៅវាអាចនឹងបាត់បង់នៅក្នុងរយៈពេលណាមួយជាក់ជាបំខានកណានឹងពីព្រោះថាទុនទីលុយកាក់បុណ្យស័ក្តិឋានៈទុនទីនឹងវាមិនអាចថិតថេររហូតតាំងនៅអស់កាលដ៏យូរអង្វែងនោះទេញាតិញោមណានឹងដែលវាស្ថិតនៅក្នុងអនិច្ចលក្ខណៈធម៌គឺអនិច្ចំសភាវៈមិនទៀងទាត់សភាវៈមិនទៀងទាត់គឺវាប្រែប្រួលក៏ណានឹងគឺវាប្រែប្រួលនៅក្នុងកាលាមសូត្ររបស់ព្រះសម្មាសម្ពុទ្ធវាស្របទៅដំណើរនៃច្បាប់ធម្មជាតិឬមួយក៏អ្នកវិទ្យាសាស្ត្រគេថាអាតូម៉ានឹងអាតូម៉ាគឺថាប្រែប្រួលនឹងវិវត្តប្រព្រឹត្តទៅវាមិនអាចតាំងនៅគ្រប់រឿងរ៉ាវវត្ថុនៅលើក្នុងពិភពលោកយើងនេះគ្មានអ្វីថិតថេរតាំងនៅរហូតបាននោះទេកណាហ្នឹងហើយអញ្ចឹងអំណាចនៃខាងក្រៅរបស់មនុស្សយើងវានឹងបែកធ្លាយវានឹងអស់ទៅថ្ងៃខាងមុខជាក់ជាបំខានឡើយក៏ណាទេម្ចាស់នឹងអញ្ចឹងអំណាចខាងក្នុងនេះវាគឺជាអំណាចដ៏មានគុណតម្លៃថ្លៃបំផុតមិនអាចកាត់ថ្លៃបានញាតិញោមគឺគុណធម៌របស់មនុស្សនឹងឯងញាតិញោមដូចជាតួយ៉ាងយើងអាចសិក្សាទៅតាមប្រវត្តិរឿងរ៉ាវតែតាក់ទិនទៅនៅក្នុងប្រទេសកម្ពុជាយើងទៀតណាប្រទេសកម្ពុជាយើងដូចជាដេចជោដំដិនដេចជោយ៉តដេចជោអីផ្សេងទៀតទៅប៉ុណ្ណានឹងដូចជាលោកមាននៅគុណធម៌ធ្វើប្រយោជន៍ដល់សង្គមធ្វើប្រយោជន៍ដល់មនុស្សនៅក្នុងប្រទេសនៅក្នុងសង្គមរបស់ខ្លួនមានអញ្ចឹងមានធ្វើឲ្យសេចក្តីល្អរបស់គាត់នឹងបន្សល់ទុកមនុស្សចំនួនក្រោយគេគោរពបូជាគេស្ញប់ស្ញែងនៅសេចក្តីល្អរបស់គាត់នឹងឯងកណាទៀតហ្នឹងគឺសេចក្តីល្អគាត់មិនបានស្លាប់ទេថ្មីត្បិតរូបរាងកាយរបស់គាត់ស្លាប់ទៅហើយក្តីក៏ប៉ុន្តែអាកេរ្តិ៍ឈ្មោះកិត្តិយសកិត្តិស័ព្ទសេចក្តីល្អទង្វើល្អហ្នឹងមនុស្សរាល់ថ្ងៃគេដឹងគេលឺគេស្ញប់ស្ញែងនៅសេចក្តីល្អរបស់គាត់ប៉ុណ្ណានឹងអញ្ចឹងសេចក្តីល្អខាងក្នុងហ្នឹងសំខាន់ណាស់ព្រោះគឺអំណាចខាងក្នុងហ្នឹងឯងគឺសំខាន់មែនទែននឹង
អំណាចខាងក្រៅវាអាចបាត់បង់ទៅវិញនៅថ្ងៃណាមួយអំណាចខាងក្នុងវាមិនអាចបាត់បង់ទៅបានទេនឹងតែតាក់ទងទៅនឹងគោលធម៌អង្គធម៌ទី1តាក់ទងទៅនឹងគុណដេជាបើគុណដេជាកាលណាមនុស្សមាននៅគុណធម៌មនុស្សមាននៅគុណធម៌ហើយមានទៅណាទៅណីនឹងគេមានគេគោរពស្រឡាញ់រាប់អានច្រើនហ្នឹងហើយហ្នឹងហើយមិនទៅណាទៅណីអីគេខ្លាចគេរត់គេមិនចង់ជួបមុខញាតិញោមណាហ្នឹងហើយមានតបថ្ងៃមាននឹងដោយបុគ្គលមួយចំនួនអញ្ចឹងទៅដោយមានឋានៈទៅនទីលុយកាក់អីចឹងទៅជិះជាន់ប្រជាជនទៅជិះជាន់អ្នកទួនខ្សោយអីចឹងទៅធ្វើបាបអ្នកទួនខ្សោយអីចឹងទៅក៏ថាបានដែរញោមណានឹងអញ្ចឹងគឺថ្ងៃណាមួយវានឹងបាត់បង់នៅកេរ្តិ៍ឈ្មោះកិត្តិយសរបស់យើងនឹងវាស្អុយរលួយទៅហ្នឹងហើយវាស្អុយរលួយទៅនឹងគ្មានអ្នកណាគេចូលចិត្តស្រឡាញ់រាប់អាននោះទេពេលខ្លះគេបូជាគេគោរពយើងនៅក្នុងចំពោះមុខនឹងឯងដោយគេខ្លាចអំណាចយើងចឹងទៅប៉ុន្តែអាសេចក្តីល្អដែលចេញពីក្នុងចិត្តហ្នឹងគឺអត់ទេប៉ុណ្ណាហ្នឹងហើយចឹងគឺតាក់ទងទៅនឹងអង្គធัวទី1ប៉ុណ្ណាដេជាគឺគុណដេជានឹងឯងគណាហើយទី2គឺបញ្ញាដេជាគណាបញ្ញាដេជាញាតិញោមដឹងហើយកាលណាយើងមាននៅបញ្ញានឹងយើងអាចយកបញ្ញាយើងដោះស្រាយនៅរឿងរ៉ាវសពគ្រប់បែបយ៉ាងប៉ុណ្ណាសពគ្រប់បែបយ៉ាងដែលជួបប្រទះរាល់ថ្ងៃជួបប្រទះនៅក្នុងឆាកជីវិតរបស់ផនយើងគណានឹងបញ្ញាដូចជាកំបិតនឹងសម្រាប់ឆ្កាផ្លូវសម្រាប់ឆ្កានៅបាឡាអីផ្សេងសម្រាប់ឲ្យយើងស្រួលដើរប៉ុណ្ណាសម្រាប់ឲ្យយើងស្រួលដើរណាមួយគឺកាលណាយើងចេះដឹងទៅវាមានអ្នកដតីផ្សេងគេស្រឡាញ់គេចូលមកចិត្តយើងប៉ុណ្ណាដោយយើងមានបញ្ញាច្រើនទាំងទៅគេគោរពស្រឡាញ់ឲ្យតម្លៃយើងកាលណាហើយបើយើងមុននឹងយើងមានបញ្ញាលុះត្រាតែយើងត្រូវស្ដាប់គិតតែរេះរៀនឲ្យច្រើនអានឲ្យច្រើននឹងមានការភាវនាមានការស្ដាប់មានការគិតតែរេះពិចារណានឹងគឺបញ្ញានឹងវាកើតឡើងដល់បុគ្គលម្នាក់ហើយញាតិញោមណានឹងគឺដូច្នេះហើយគឺយើងត្រូវតែខិតខំប្រឹងប្រែងព្យាយាមនៅក្នុងវ័យដំណាក់កាលទាំងនៅពីក្មេងក៏ញាតិញោមបានសិក្សាហើយឥឡូវដល់ចាស់ទៅក៏ញាតិញោមសិក្សារៀនសូត្រស្ដាប់ពធអានគម្ពីរបត្រៃបដកអត្ថកថាផ្សេងនឹងឯងដើម្បីបាននៅពូជបញ្ញាមករកខ្លួនកណាហ្នឹងអញ្ចឹងគឺវាត្រូវតែខំប៉ុណ្ណានឹងនៅមាននៅវិរិយៈធម៌ប៉ុណ្ណាមាននៅវិរិយៈធម៌គឺការប្រុងព្យាយាមប្រឹងប្រែងនៅក្នុងការគោរពបរិបត្តិនិងដើម្បីបាននៅផលប្រយោជន៍មករកខ្លួនវិញគណៈទីម្ចាស់ហើយនឹងគឺបញ្ញានឹងឯងដូចជាតេតិនទៅនៅក្នុងពុទ្ធប្រវត្តិក៏ញាតិញោមដឹងដែរគឺព្រះមហោសថប៉ុណ្ណានិងព្រះមហោសថមានអេតតកៈខាងបញ្ញាប៉ុណ្ណាខាងបញ្ញាមានបញ្ញាច្រើនឆ្លៀវឆ្លាតជាងអ្នកណាទាំងអស់នឹងនៅក្នុងសម័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ធរមាននៅឡើយប៉ុណ្ណាហើយមានព្រះមហាក្សត្រព្រះរាជានឹងគេតកុំតកើងលើព្រះមហោសថណានឹងព្រះមហាមុខមហោសថនឹងឯងធ្វើជាបឋមប្រធានជាអ្នកខ្ពង់ខ្ពស់នៅក្នុងនគរប៉ុណ្ណាខាងដោយសារតែព្រះមហោសថនឹងឯងមាននៅបញ្ញាច្រើនដោះស្រាយដែលមាននៅចំពោះមុខនៅក្នុងនគរនឹងឯងដោះស្រាយយ៉ាងបានប្រសើរធ្វើឲ្យនគររីកចម្រុងចម្រើនគ្មានប្រទេសដទៃឈ្លានពានដោយសារតែបាយគឺបញ្ញារបស់ព្រះមហោសថនឹងឯងប៉ុណ្ណានឹងអញ្ចឹងគឺបញ្ញានឹងឯងគឺបញ្ញាដែលដេជះបើហើយទី3គឺធម្មៈដេជះបើធម្មៈដេជះហ្នឹងគឺមនុស្សត្រូវតែមានធម៌កាលណាបើមនុស្សខ្វះនៅធម៌ហើយនឹងឯងអាចឈានទៅរកធ្វើនៅទង្វើអាក្រក់សពគ្រប់បែបយ៉ាងនឹងអញ្ចឹងគឺគ្មានអ្នកណាគោរពស្រឡាញ់ឲ្យតម្លៃបុគ្គលអាក្រក់មនុស្សអាក្រក់ទេនៅលើពិភពលោកប៉ុណ្ណានឹងហើយញាតិញោមតែឃើញមនុស្សអាក្រក់គេតាំងរូបឬមួយក៏គេ
ធ្វើជារូបបរិមាស្នងអង្គអីផ្សេងសម្រាប់ឲ្យគេគោរពបូជាគឺអត់មានទេនឹងគេតាំងឬមួយក៏គេថែរក្សានៅតែបុគ្គលដែលជាគំរូបុគ្គលល្អនៅលើពិភពលោកនេះទេទូយ៉ាងញាតិញោមដឹងហើយនៅក្នុងប្រទេសកម្ពុជាយើងដូចជាមានសម្ដេចព្រះសង្ឃរាជជួនណាតនឹងដែលព្រះអង្គជាព្រះសង្ឃជាព្រះបិតាសង្ឃដ៏ល្អប៉ុណ្ណានឹងបានសល់ទុកនៅកេរ្តិ៍ឈ្មោះកិត្តិយសស្នាដៃស្នាពហ័សដ៏ច្រើនសម្រាប់ឲ្យបន្សល់ទុកឲ្យខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រទាំងផ្នែកព្រះពុទ្ធសាសនាសង្គមអក្សរសាស្ត្រអីផ្សេងនឹងឯងអញ្ចឹងញាតិញោមប្រជាពុទ្ធបរិស័ទទាំងកុហកទាំងប្រសងនឹងគោរពបូជាគុណរបស់លោកនឹងដឹងនឹករលឹកដឹងគុណគឺសេចក្តីល្អរបស់លោកនឹងឯងហ្នឹងគឺបញ្ញដេជះគឺផលមកធម្មដេជះបើធម្មដេជះនឹងឯងគឺដោយសារតែលោករស់នៅគឺជាមលុបដ៏ត្រជាក់សម្រាប់ឲ្យមនុស្សនៅក្នុងសង្គមនឹងបាននៅសេចក្តីសុខសេចក្តីចម្រើនកាលណាបើយើងរស់នៅហើយយើងបង្កវិវាទរឿងរ៉ាវអីផ្សេងដល់សង្គមមនុស្សធ្វើបាបដោយប្រការៈណាមួយហ្នឹងគឺទៅទីចិត្តទីឆ្ងាយហ្នឹងតែងតែមានគេស្អប់គេនិន្ទាគេមិនយកខ្លួនបៀតចឹងទៅគេមិនសាបគប់រកយើងទៅដោយសារតែយើងជាមនុស្សអាក្រក់អញ្ចឹងទៅដោយអាចរិតលក្ខណៈរឹកពីរបស់ខ្លួនមានសំរុំដោយប្រការណាមួយនឹងឯងប៉ុណ្ណាអញ្ចឹងគឺយើងត្រូវសំប៉ុណ្ណាយើងបើយើងដឹងខ្លួនយើងកែប្រែទៅប៉ុណ្ណាយើងកែប្រែទៅមិនទាន់ហួសពេលទេញាតិញោមណាហ្នឹងហើយអញ្ចឹងយើងមិនដឹងថារឿងរ៉ាវណាដែលយើងធ្វើទៅវាប៉ះពាល់ផលប្រយោជន៍អ្នកដទៃឬមួយក៏ចរិតលក្ខណៈរបស់យើងមិនសមរម្យថាអ្នកដទៃគេមិនអាចទទួលយកបានយើងកែប្រែទៅញាតិញោមវាមិនអីខ្លាំងជាងមនុស្សយើងហ្នឹងហើយបើអញ្ចឹងយើងត្រូវកែប្រែប៉ុណ្ណានឹងត្រូវកែប្រែត្រង់ភាពខ្វះខាតរបស់យើងប៉ុណ្ណាមនុស្សយើងម្នាក់វាតែងតែមានហើយទាំងអាត្មាភាពទាំងបកណាគុណម្ចាស់ដតីទៀតនឹងញាតិញោមពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រីនឹងតែងតែមានភាពខ្វះខាតរបស់ខ្លួនហើយអញ្ចឹងយើងត្រូវកែប្រែទៅញាតិញោមណាកែប្រែភាពខ្វះខាតរបស់យើងឲ្យរកមកភាពត្រឹមត្រូវសុចរិតត្រៀងត្រង់ល្អប្រសើរទៅមានគេគោរពមានគេបូជានឹងរមែងមានដីជះច្រើនហ្នឹងទៅណាទៅណីមានមនុស្សនិងទេវតាគោរពបូជាព្រោះមានទេវតានឹងគោរពបូជាព្រោះហ្នឹងកណាហើយហ្នឹងគឺមានព្រះអង្គគ្រូប៉ុណ្ណាហ្នឹងហើយនិមន្តមកដល់ហើយអាត្មាភាពស្មានតែមួយអង្គទេថ្ងៃហ្នឹងគឺព្រះអង្គគ្រូយឺតបន្តិចប៉ុណ្ណាហ្នឹងនៅក្នុងការចូលមកផ្សាយនៃពធកណាទៀតហើយខ្ញុំប្រកាសអាត្មាភាពនឹងសម្ដែងនៅតែពីរទៀតទេញាតិញោមដែលតាក់ទងទៅនឹងប្រធានបទរបស់យើងកណាទៀមចាស់គឺតេជះនិយាយអំពីតេជះហ្នឹងហើយទី3ប៉ុណ្ណាទី4ពោទី4គឺបញ្ញដេជះបញ្ញដេជះហ្នឹងផលដែលវាកើតឡើងស្របទៅតាមផលពីអតីតនិងផលបច្ចុប្បន្នកណាផលអតីតគឺបុណ្យវាសនារបស់យើងនឹងឲ្យយើងបានឧបត្ថៈប៉ុណ្ណាឧបត្ថៈឬមួយក៏តកុំតង្កើងយើងនឹងឲ្យបានកើតជាអ្នកមានអ្នកបានអ្នកខ្ពង់ខ្ពស់ឬមួយក៏កាន់តំណែងទុនទីនៅក្នុងក្បាលម៉ាស៊ីនរដ្ឋឯកជនអីផ្សេងប៉ុណ្ណានឹងញាតិញោមឃើញហើយដូចជាអង្គនៃព្រះមហាក្សត្រប៉ុណ្ណាញាតិញោមអាចសិក្សាតែរៃពិចារណាត្រង់ចំណុចហ្នឹងអង្គព្រះមហាក្សត្រដូចជាប្រកោណាជាស្ដេចនៃផែនដីអញ្ចឹងទៅហើយដល់ថ្ងៃក្រោយទៅគឺបុត្រធីតាទាំងកូនចៅរបស់ព្រះអង្គក្រោយហ្នឹងបន្តតំណែងក្រោយព្រះអង្គទៀតហ្នឹងបានជាស្ដេចផែនដីអញ្ចឹងទៅហ្នឹងគឺបុណ្យដេជះដែលវាឧបត្ថៈឲ្យយើងអំពីផលអតីតហ្នឹងប៉ុន្តែញាតិញោមអាចឃើញប៉ុណ្ណាអាចឃើញដេជះមួយយ៉ាងទៀតគឺ
គឺការខិតខំប្រឹងប្រែងក៏ណាការខិតខំប្រឹងប្រែងរបស់យើងអំពីបច្ចុប្បន្នជាតិហ្នឹងគឺយើងខំសិក្សារៀនសូត្រទៅញាតិញោមខំសិក្សារៀនសូត្រនិងខំសិក្សារៀនសូត្រឲ្យចេះឲ្យដឹងយើងអាចក្លាយទៅជាបុគ្គលល្បីល្បាញថ្នាក់ដឹកនាំអ្វីមួយចឹងទៅយើងមានដេកជះច្រើនប៉ុណ្ណាមានដេកជះច្រើនដោយការគេគោរពគេខ្លាចដោយរិទ្ធបុណ្យបារមីរបស់យើងក៏ណាទៀតនឹងអញ្ចឹងគឺផលតែបញ្ញាដេកជះហ្នឹងគឺវាមានផលពីរយ៉ាងណាផលពីរយ៉ាងពោគឺផលអតីតនិងផលបច្ចុប្បន្នផលអតីតគឺបុណ្យវាឧបដឹកវាឧបថៈយើងឲ្យយើងបានទៅកើតនៅក្នុងតកូលអ្នកមានបានអ្នកមានមុខអ្នកមានមាត់នៅក្នុងសង្គមឬមួយក៏យើងបានទៅទុននទីឋានៈជាអ្នកដឹកនាំប្រទេសអីផ្សេងនឹងហើយវាគូផ្សំជាមួយនឹងផលបច្ចុប្បន្នផងយើងត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រនឹងកាលណាបើយើងមិនចេះទុកដាក់រៀបចំនៅជីវិតរបស់យើងថ្ងៃណាមួយយើងអាចវិនាសអន្តរាយដោយប្រការណាមួយញាតិញោមតែទ្រព្យសម្បត្តិរបស់ខាងក្រៅខ្លួនហ្នឹងវាអាចបាត់បង់នៅពេលណាមួយជាពំខានដោយសារយើងមិនចេះរៀបចំទុកដាក់មិនខំប្រឹងប្រែងរៀនសូត្ររកស៊ីគណៈទីម្ចាស់នឹងហើយដេកជះទី5ប៉ុណ្ណាដេកជះទី5គឺសីលដេកជះព្រោះសីលដេកជះហ្នឹងសំខាន់ណាប៉ុណ្ណាគឺជាធម៌មួយក៏ឧបមាដូចជាកបាលដូចជាទឹកអមរិតអញ្ចឹងសិលមនុស្សកាលណាមានសិលគឺដូចជាទឹកអមរិតអញ្ចឹងប៉ុណ្ណាហ្នឹងហើយគឺមិនអាចឈានទៅរកធ្វើទង្វើបាបសពគ្រប់បែបយ៉ាងនោះទេនឹងហើយសិលសំខាន់ណាស់រាល់វិធីកម្មអីផ្សេងតាក់ទងទៅនឹងព្រះពុទ្ធសាសនាមុននឹងគេធ្វើវិធីកម្មអ្វីផ្សេងគេតែងតែប្ររពឲ្យញាតិញោមប៉ុណ្ណាមានលោកគ្រូអាចារ្យមានព្រះសង្ឃដឹកនាំញាតិញោមឲ្យស្មារតីសិល5សិល8អីចឹងទៅណានឹងអញ្ចឹងគឺសិលសំខាន់ណាស់នឹងគេឧបមាដូចជាក្បាលជើងអញ្ចឹងក្បាលជើងណាញាតិញោមនឹងឬមួយក៏ទឹកអមរិតដ៏ត្រជាក់របស់អស់ឲ្យមនុស្សយើងណារស់នៅប្រព្រឹត្តទៅបានសេចក្តីសុខបើណានឹងបានសេចក្តីសុខអញ្ចឹងកាលណាបើយើងប៉ុណ្ណាកាលណាបើយើងមាននៅសិលព្រោះកាលណាបើយើងមាននៅសិលនឹងវារមែងយើងឲ្យយើងនឹងមានតម្លៃជាមនុស្សព្រោះតម្លៃជាមនុស្សគឺការរស់នៅរបស់យើងនឹងធ្វើសេចក្តីល្អនៅក្នុងសង្គមព្រោះធ្វើនៅផលប្រយោជន៍ជួយសង្គមជួយអ្នកដទៃណាប៉ុណ្ណាការមានអត់ឃ្លានខ្វះខាតអីយើងតែងតែមានវត្តមានយើងជួយប៉ុណ្ណាដឹងនឹងហើយសិលហ្នឹងក៏គេយកឧបមាដូចជាគុណធម៌ឬមួយក៏សីលធម៌នឹងមនុស្សកាលណាបើខ្វះសីលធម៌ហើយវាមិនអាចคล้ายទៅជាបុគ្គលជាសប្បុរសបាននោះទេកាលណាអញ្ចឹងវាសំខាន់ណាស់សម្រាប់រារាំងនៅសេចក្តីអាក្រក់នៅរឿងរ៉ាវទាំងឡាយទាំងពួងកុំឲ្យចូលនៅក្នុងខ្លួនយើងកាលណាទៀនចាស់នឹងតាក់ទងទៅនឹងដេកជះព្រោះដេកជះមាន5យ៉ាងដែលខ្ញុំបកណាត់ភាពបានសម្ដែងរឿងគេសេចក្តីនឹងគឺសរុបសេចក្តីមកវិញគឺមានន័យថាអំណាចឬមួយក៏ភាពអង្អាចភាពខ្លាំងក្លាឬមួយក៏សមត្ថភាពរបស់បុគ្គលមនុស្សម្នាក់នឹងឯងគឺតេជះឬមួយក៏តេជោនឹងឯងគណៈទៀតនឹងហើយគឺមាន5យ៉ាងទី1គឺគុណដេជះទី2សីលដេជះទី3គឺបញ្ញាដេជះទី4បញ្ញៈដេជះនិងធម្មៈដេជះនឹងឯងនឹងមានប្រមាណ5យ៉ាងសំគូថាញាតិញោមប៉ុណ្ណានឹងអាចស្ដាប់បាននឹងដើម្បីយកជាគំនិតតែរិះពិចារណាទាំងអស់គ្នាហើយនឹងញាតិញោមគឺមានព្រះអង្គគ្រូឡុងសុមនីទៀតដែរព្រះអង្គគ្រូគួងនៅនាវត្តបន្ទុំមតីព្រោះណានៅកុដិលេខ35នឹងហើយព្រះអង្គក៏ជាប្រធានអង្គការដែរដោយថ្ងៃនេះព្រះអង្គមានព្រះវត្តមាននៅក្នុងបន្ទប់ផ្សាយជាមួយខ្ញុំបកណាត់អាភិបអញ្ចឹងខ្ញុំបកណាត់អាភិបបានសម្ដែងហើយអញ្ចឹងសូមផ្ដល់នាទីនេះដល់គុណម្ចាស់សម្ដែងអីយ៉ាងណាហ្នឹងទៅតាមបហបតីអនុគ្រោះកណាសូមអារាធនានិមន្តកណាទាន
កណាសូមអរគុណហើយជាបឋមសូមនមស្ការក្រាបថ្វាយបង្គំប្រជុំ3នៃព្រះរតនត្រ័យទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសូមនមស្ការថ្វាយបង្គំចំពោះសម្ដេចអគ្គមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយនាយករងព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមទូទាំងប្រជាជាតិកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់និងសូមធ្វើនៅសេចក្តីរាប់អានចំពោះព្រះមហាសូរសគុណដែលជាម្ចាស់កម្មវិធីនៅក្នុងកម្មវិធីសំឡេងព្រះធម៌ផ្សាយចេញពីវត្តឋានដែលជាប្រកដីញាតិញោមតែងតែជួបជាមួយនឹងបកណាគុណម្ចាស់រៀងរាល់ថ្ងៃរសៀលម៉ោង1ម៉ោង2ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យអត់ផ្សាយបន្តទេកណាទៀតនឹងហើយថ្ងៃនេះបានអនុញ្ញាតឲ្យខ្ញុំគណៈអាត្មាភាពដើម្បីចូលមកសម្ដែងពធធម្មិកថាផ្សេងដើម្បីបានឲ្យញាតិញោមពុទ្ធបរិស័ទនឹងបានស្ដាប់នឹងក៏បានស្ដាប់កណាគុណម្ចាស់សម្ដែងជាប់តាក់ទងជាមួយធម៌5យ៉ាងធម៌អីនិយាយពីដាច់ចេះនិយាយពីដាច់ចេះ5យ៉ាងហើយខ្ញុំប្រកាសអាត្មាភាពក៏មានសេចក្តីជ្រះថ្លាដែលព្រះគុណម្ចាស់បានរៀបរាប់មកយ៉ាងពីរោះក្បោះក្បាយហើយញាតិញោមបានស្ដាប់ទាំងនៅលើបណ្ដាញសង្គម Facebook ទាំងញាតិញោមជាសាវនិកជនប្រុសស្រីដែលតែងតែនិយមគាំទ្រស្ដាប់នៅក្នុងកម្មវិធីនេះផងដែរដែលជាហ្នឹងតែភាសាខ្មែរយើងប្រែថាកម្លាំងអញ្ចឹងហើយព្រះសម្មាសម្ពុទ្ធព្រះអង្គតែងតែមាននៅដេចជាកណាអញ្ចឹងស្ដេចហ្នឹងក៏ជាអ្នកមាននៅដេចជាដែរអញ្ចឹងកាលណាបើស្ដេចហ្នឹងមិនមានដេចជាបារមីហើយព្រះពុទ្ធនឹងមិនមាននៅដេចជាទេគឺពពួកមីពពួកបច្ចាមិត្តមិនមានបុគ្គលណាមួយខ្លាចនៅស្ដេចខ្លាចនៅព្រះរាជាឬមួយក៏ខ្លាចនៅបារមីរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គមិនមែនផ្ចាល់ផ្ចាញ់គេដោយគៀបសង្កត់ដោយធ្វើអំពើអាក្រក់អីផ្សេងទៅលើបុគ្គលដទៃទេប៉ុន្តែដែលជារបស់ព្រះអង្គនឹងដូចជាថាធ្វើឲ្យបុគ្គលដែលមានគំនិតមិនល្អប៉ុនប៉ងចង់ធ្វើបាបព្រះអង្គជាដើមហ្នឹងញាតិញោមអមថាដូចជាភិក្ខុទេវទត្តបញ្ជូននៅដំរីណាឡាគិរីមិនចឹងគុណចាស់មកព្រិចព្រះអង្គឲ្យស្លាប់ឲ្យសគត់ប៉ុន្តែដោយសារតែដេចជាបារមីរបស់ព្រះអង្គនឹងឯងបានជាដំរីនឹងទៅជាបោលទៅមុខមិនរួចទៅក្រោយមិនរួចហើយក៏លោតជង្គង់សំពះនៅទីចំពោះមុខនៃព្រះសម្មាសម្ពុទ្ធហើយមានអ្នកដតីទៀតឃើញមិនមែនតែព្រះអង្គមួយទេមានអ្នកដតីផ្សេងទៀតឃើញជាសាក្សីបើសិនជាដូចជាប្រែតនៅកន្លែងផ្សេងអញ្ចឹងបើសិនជាមិនមានព្រះអរហន្តដតីដូចជាព្រះមហាមោគលាន